thế nè nè là dương chặt đám tì pram nè tì pram mình đo bao cái tì pram bây giờ mấy cái人都希望成功มนุษย์ម្នាក់សុទ្ធតែសង្ឃឹមថាជោគជ័យ可是很多时候ក៏ប៉ុន្តែអស់រយៈពេលជាយូរ在成功之前会遇到很多困难នៅក្នុងមុនពេលជោគជ័យគឺតែងតែជួបប្រទះនៅផលវិបាកជាច្រើន有些人遇到困难就放弃បាទមនុស្សខ្លះជួបនៅផលវិបាកគឺបោះបង់ហើយបាទ有些人遇到困难却想办法解决它ហើយក៏មានអ្នកខ្លះទៀតជួបប្រទះនៅបញ្ហាតែងតែរកវិធីសាស្ត្រដើម្បីដោះស្រាយវា对困难的态度不同吧ផលវិបាកអាកប្បកិរិយានៃផលវិបាកខុសគ្នា结果也是一样结果也是不一样的លទ្ធផលក៏មិនដូចគ្នាដែរ爱迪生就是在找了3000种材料后，才找到了能点能点亮电灯的材料លោកឯកទីសឹងបាទគឺបានស្វែងរកអឺសម្ភារៈបាទសម្ភារៈឬក៏ទិន្នន័យបាទរាប់ពាន់មុខបាទទើបអាចរកឃើញនៅសម្ភារៈនៃគ្រឿងបាទអឺពលអគ្គិសនីមួយបាទ取得成功的人往往都经历过许多失败មនុស្សដែលទទួលបានជោគជ័យគឺជាញឹកញាប់តែងឆ្លងកាត់ផលវិបាកឬក៏តែងតែឆ្លងកាត់បរាជ័យជាច្រើនដង他们和普通人的区别就是他们都坚持了下来ពួកគេជាមួយនឹងមនុស្សធម្មតាខុសគ្នាត្រង់ថាពួកគេគឺអឺបានព្យាយាមតស៊ូរហូតដល់ទីបញ្ចប់所以所以就算只有一，所以就算只有1%的希望ដូច្នេះហើយបើគណនាទៅ1%គឺជាក្តីសង្ឃឹម他们也要出，他们也要做出100%的能力ពួកគេក៏ត្រូវធ្វើឲ្យចេញការតស៊ូឲ្យគ្រប់100%ដែរ因为只是暂时的ដោយសំទោស困难只是暂时的ផលវិបាកវាគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះ阳光总在风雨后ពន្លឺព្រះអាទិត្យតែងស្ថិតនៅក្រោយការជុះភ្លៀងបានន័យថាក្រោយភ្លៀងមេឃស្រឡះក្នុងន័យហ្នឹងណាបាទ只有我们勇敢的面对困难មានតែពួកយើងក្លាហានចំពោះផលវិបាកនៅចំពោះមុខទេ才能有希望取得成功ទើបអាចមានក្តីសង្ឃឹមទទួលបានជោគជ័យអូខេអត់ទេចឹងអ្នកគ្នាតេតតងជាមួយនឹងចំណុចទី5នេះគេចង់អប់រំណែនាំឲ្យអ្នកគ្នានឹងព្យាយាមកុំបោះបង់ណាចឹងធម្មតាមុននឹងយើងជោគជ័យយើងត្រូវឆ្លងកាត់រឿងបរាជ័យរាប់ពាន់រាប់ម៉ឺនណាដើម្បីឲ្យយើងដកស្រង់បទពិសោធន៍បរាជ័យហ្នឹងយកធ្វើជាចំណុចចាប់ផ្ដើមនៃជោគជ័យរបស់យើងអូខេតែសួរមានប៉ុណ្ណឹងតេតតងជាមួយទី5ហើយសង្ឃឹមថាគ្នាយើងមើលវីដេអូនេះហើយបន្ទាប់ពីមើលហើយបើសិនមានកន្លែងណាឆ្ងល់អាចលើកជាសន្លូសួររកសិនក្នុងក្រុមបានអោចេះចេះថងសមែន